ឥឡូវហ្នឹងខ្ញុំថាសាបងប្អូនអត់ថ្មអញ្ចឹងខ្ញុំដោះថ្មសោចេញសិនហើយចង់ដឹងថាធ្វើរបៀបម៉េចដើម្បីប្រឆាំងទៅយន្តបានសោនេះបាទយើងចូលមកខ្ញុំជិះប្រឆាំងអត់ចេះទេបងប្អូនឃើញទេបាទវាដាក់ key not detective បងវិញបងមានភ្ញៀវខ្ញុំមួយគាត់នៅខាងរតនគិរីបងឥឡូវគាត់ទៅចការបងឥឡូវសោ smart key គាត់អត់ថ្មបាត់ហើយឥឡូវយើងត្រូវធ្វើមិនមានវិស័យអីជួយគាត់ចឹងណាបងđangគាត់ឡើងនិយាយដែរបងប្រភេទអីបង I told video មែនអូខេអញ្ចឹងបើសិនជាភ្ញៀវបាទគាត់ទៅតាមទីរួមខេត្តឬក៏គាត់ទៅកន្លែងដែលដាច់ស្រយាលឬគាត់ចុះចការចុយណាហើយគាត់អស់ថ្មសោអញ្ចឹងធម្មតាតែអស់ថ្មគឺអត់មានជំរឿទេព្រោះសោអត់មានបាទធម្មពលអញ្ចឹងបងប្អូនអញ្ចឹងបើអស់ថ្មក៏យើងអត់តន់ដឹងវិធីណាបងប្អូននៅដាច់ស្រយាលអញ្ចឹងខ្ញុំមានវិធីមួយជួយបងប្អូនដើម្បីដោះស្រាយនៅពេលដែលសោបងប្អូនអស់ថ្មនៅពេលដែលបងប្អូននៅទីរួមខេត្តឬនៅចការនៅកន្លែងដាច់ស្រយាលអស់ថ្មដូរបានអញ្ចឹងបងប្អូនចុះខ្ញុំឧទាហរណ៍តាមឡាននេះបាទនេះមួយចុះតែប្រកាសជាnămបសនេះណាអញ្ចឹងខ្ញុំសុំដាក់ម៉ៃនេះតិចចឹងនេះបងប្អូនខ្ញុំឧទាហរណ៍សោនេះមួយអញ្ចឹងនេះប្រភេទ Everest Platinum អញ្ចឹងបើសិនជាបងប្អូនបាទឥឡូវហ្នឹងខ្ញុំថាសោបងប្អូនអត់ថ្មអ្វីដែលបងប្អូនត្រូវធ្វើបាទបងប្អូនធ្វើតាមខ្ញុំមកអញ្ចឹងដោយសារសោនេះវាមានថ្មអញ្ចឹងខ្ញុំដោះថ្មសោនេះចេញសិនហើយចង់ដឹងថាធ្វើរបៀបម៉េចដើម្បីប្រឆាំងទៅយន្តបានអញ្ចឹងបងប្អូនអញ្ចឹងឥឡូវខ្ញុំដោះថ្មចេញសិនបាទចឹងនេះបងវិធីដោះសោខ្ញុំរៀនបងប្អូនដែរអញ្ចឹងបងប្អូនដោះសោបងប្អូនដាក់ចូលព្រុននេះមកបាទហើយបងប្អូនមួអញ្ចឹងមកអញ្ចឹងវាហើបបាត់នេះឡើងហើយបងប្អូនឃើញទេវាហើបឡើងបងប្អូនគាត់ទាញគាត់វាមកគាត់វាទាញដៃអត់បាក់អីបងប្អូនណាទាញវាមកតិចមកវាល្មមចេញមកហើយបងប្អូនឃើញទេបាទអញ្ចឹងនេះថ្មបងប្អូនអញ្ចឹងខ្ញុំកោះថ្មចេញបងប្អូនខ្ញុំគាត់ទៅលុបកោះចេញមកគេបងប្អូនខ្ញុំដោះថ្មចេញហ្នឹងដើម្បីបញ្ជាក់បងប្អូនថាសោនេះពិតជាអត់មានថ្មមែនហើយខ្ញុំទៅបញ្ឆេះរថយន្តនឹងវាមិនអញ្ចឹងបងប្អូនអញ្ចឹងបើសិនជាបងប្អូនអត់មានថ្មសោបងប្អូនអត់ថ្មបងប្អូនត្រូវប្រើសោនេះដើម្បីចាក់ unlock ឡានអញ្ចឹងបងប្អូនបាទអញ្ចឹងខ្ញុំយកតែសោនេះទៅឲ្យបងប្អូនមើលខ្ញុំទុកនេះលើហ្នឹងអញ្ចឹងបងប្អូនអញ្ចឹងបើសិនជាករណីថាសោបងប្អូនអត់ថ្មបងប្អូនចុច lock អត់ចាញ់ទេបងប្អូនឃើញទេខ្ញុំចុច lock អត់ចាញ់ទេអញ្ចឹងបងប្អូនត្រូវដកសោនឹងពីនេះដើម្បីយកមកចាក់នេះដើម្បី unlock អញ្ចឹងបងប្អូនបាទអញ្ចឹងបងប្អូនគាត់ថាជួចាក់មកបងប្អូនកាច់មកគឺ unlock បានហើយណាបាទអញ្ចឹងបាទពេលបងប្អូន unlock បានបងប្អូនបើកសរសើរមកបងប្អូនឃើញទេបាទអញ្ចឹងបងប្អូនបើកសរសើរមកបាទអញ្ចឹងខ្ញុំឲ្យសោនេះទៅបងដោយសារសោនេះវាមានមួយគ្រាប់ទៀតនេះថ្មីវាមានថ្មអញ្ចឹងណាអញ្ចឹងខ្ញុំឲ្យទៅបងបាទដើម្បីបងយកទៅទុកនៅនោះទៅខ្ញុំឲ្យគាត់ថាមានសោមួយទៀតចុះបងជើញទៅខាងនោះបាទខ្ញុំប្រាប់បងចាំបងមកអញ្ចឹងបងប្អូនអញ្ចឹងសោនេះបាទយើងចូលមកខ្ញុំជិះបញ្ឆាក់អត់ចេះទេបងប្អូនឃើញទេបាទវាដាក់ key not detective អញ្ចឹងបងប្អូនបងប្អូនឃើញខ្ញុំបានន័យថាខ្ញុំបញ្ឆាក់មិនអត់ចេះដែរព្រោះថាសោនេះប្រៀបដូចសោអត់ថ្មអញ្ចឹងវិធីសាស្ត្រមានមួយបាទអញ្ចឹងបងប្អូនចូលមកក្នុងតិចមកបាទអញ្ចឹងបងប្អូននេះបងប្អូនបើកកន្លែងធ្នាក់ដៃកណ្ដាលនេះមកបាទតែមកបងប្អូនដកនេះចេញបាទហើយនៅក្នុងនេះបងប្អូនឃើញមានកម្រាលមួយបាទអញ្ចឹងបងប្អូនដកកម្រាលទៅខាងក្នុងនេះចេញបងប្អូនបាទបងប្អូនឃើញទេអញ្ចឹងនៅក្នុងកម្រាលក្រោមកម្រាលហ្នឹងវាមានរូបមួយបាទមានកន្លែងខោមួយគឺជាកន្លែងខោហ្នឹងដូចស្លាកសញ្ញាសោនេះអញ្ចឹងបងប្អូនបាទអញ្ចឹងបាទថាធ្វើម៉េចដើម្បីបញ្ឆេះបានគឺបងប្អូនយកសោនេះបាទយកមកបាទផ្លេសវានៅចំកន្លែងខោហ្នឹងឯងគឺវារូបរាងសញ្ញាសោហ្នឹងតែម្ដងបងប្អូនឃើញទេបាទអញ្ចឹងខ្ញុំដាក់នឹងហើយខ្ញុំគាត់តែចូលមកខ្ញុំជន់ប្រាំងខ្ញុំចុចបញ្ឆេះបងឃើញអត់អញ្ចឹងបងប្អូននៅពេលដែលបងប្អូនអស់សោមកខ្ញុំទៅសោបងប្អូនអស់ថ្មបងប្អូនអាចធ្វើតាមខ្ញុំបានបាទដោយបងប្អូនយកសោនេះបាទយកសោរបស់បងប្អូនអស់ថ្មហ្នឹងគ្រាន់តែបើកក្លុបមកយកមកដាក់នៅក្នុងនេះឯងហើយបងប្អូនចុចបញ្ឆេះគឺឆេះហើយបងប្អូនបាទអញ្ចឹងខ្ញុំគ្រាន់តែចែកម្លែក tip នេះជូនបងប្អូនព្រោះដោយសារខ្ញុំគិតថាបងប្អូនខ្លះដល់ពេលប្រើយូរឆ្នាំទៅបាទសោវាអាចនឹងអស់ថ្មពេលណាមួយយើងអត់ដឹងបាទអត់ដឹងខ្លួនទេអញ្ចឹងពេលដែលបងប្អូនសោអស់ថ្មបងប្អូនអាចធ្វើតាមខ្ញុំបានឡាននៅតែបញ្ឆេះបានធម្មតាបើកបោបានធម្មតាពេលណាបងប្អូនបញ្ឆេះឡានហើយបងប្អូនប្រឡប់វិញបានធម្មតាតែបើសិនជាប្រឡប់ហើយបើសិនជាខ្ញុំមកដាក់សោនៅកន្លែងដើមវាក៏ខ្ញុំចុចអត់ឆេះដែរបងប្អូនឃើញទេបាទវាដាក់ key not detective
តែបើខ្ញុំយកសាវនឹងមកដាក់កន្លែងដដែលបងប្អូនអត់មានសាវទេត្រូវឡើងមកពេញចុះហូបបាយហើយត្រូវប្រឆេះវិញដាក់សាវកន្លែងដដែលចុចប្រឆេះធម្មតាអញ្ចឹងបងប្អូនបាទអត់បបាក់ទេអញ្ចឹងបងប្អូនមិនបារម្ភទេនៅពេលបងប្អូនអស់ថ្មសាវឡើងដល់បងប្អូនអាចធ្វើតាមវិធីនេះបានបាទអញ្ចឹងបើបងប្អូនមានចម្ងល់អីបន្ថែមបងប្អូនអាចខមមិននៅខាងក្រោមនេះបាទខ្ញុំបាទនៅផ្នែកលក់នៅខាងក្រុមហ៊ុននឹងធ្វើការឆ្លើយជាមួយបងប្អូនពីម្ដងបាទអញ្ចឹងខ្ញុំបាទសូមអរគុណសូមគោរពលាបងប្អូន